សួស្តីអ្នកនរគ្នានៅខាងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងរបៀបនៅក្នុងការ deposit ទៅកាន់គណនី trade របស់យើងអញ្ចឹងបន្ទាប់ពីយើងបើកគណនីរួចរាល់មាន MT5 ប្រើប្រាស់រួចរាល់យើងត្រូវការ login មកកាន់ system របស់យើងដែលយើងប្រើ username មួយ password មុនហ្នឹងណាអញ្ចឹងយើងប្រើ username មួយ password ហ្នឹងចូលមកដល់កាន់ page មួយហ្នឹងអញ្ចឹងមកដល់ page មួយហ្នឹងយើងរើស commodity tweak to broker commodity មកដល់ខាងក្នុងហ្នឹងយើងត្រូវការដាក់លុយយើងអាចធ្វើការដាក់លុយបានច្រើនកន្លែងមានអាចចូលមកផ្នែកនេះក៏បានឬក៏ចូលមកកន្លែងនេះក៏បានឥឡូវយើងចូលមកលើនឹងតែម្ដងស្រួលយើងចុចអារូបប៊ូតុងឡើងលើនឹងមកវានាំយើងមកកាន់កន្លែងនេះកន្លែង deposit ហ្នឹងដោយសារតែយើងដាក់លុយតាមធនាគារអញ្ចឹងយើងរើសយក Cambodia Bank ហើយគេឲ្យយើងបំពេញតន័យតាមនឹងមកហើយបើសិនយើងមានគណនីច្រើនយើងត្រូវការ select យកគណនីរបស់យើងតែដោយសារយើងមានគណនីតែមួយគឺវាលុបនឹងយកតែម្ដងអញ្ចឹងយើងដាក់ amount ដែលយើងចង់ដាក់មកប៉ុន្មានហើយយើង select bank ដាក់តាម AC ដាក់តាមយើងទៅ say AC មកហើយបើយើងដាក់តាម ABA យើងទៅ say ABA មកហើយកន្លែងនេះគេយកឲ្យ select ចូលបានតែម្ដងហើយកន្លែង note នេះទៅ say អីក៏បានដែរដូចដាក់ send ដាក់ fast ដាក់អីចឹងទៅហើយកន្លែងនេះយើងចុច deposit អញ្ចឹងបន្ទាប់ពីយើងចុច deposit រួចរាល់វានឹងលុបផ្ទាំង QR មកហើយអញ្ចឹងកន្លែង QR ហ្នឹងយើងអាចធ្វើការ screenshot ដើម្បីយកទៅ screen នៅលើលេខធនាគារយើងក៏បានយើងអាចយកទូរស័ព្ទយើងមក scan លើនឹងហ្មងក៏បានដែរអញ្ចឹងពេលដែលយើង screenshot កន្លែងនឹងបានហើយយើងធ្វើការ transfer លុយអញ្ចឹងយើង transfer លុយមកយើងអាចធ្វើការថត slip មក slip ដែល banking transfer ហ្នឹងដើម្បីយកមក upload អញ្ចឹងដល់ពេលយើង screenshot វារួចរាល់ហើយយើងចូលមកកាន់ system របស់យើងអស់មកខាងក្រោមយើងឃើញពាក្យ back to transaction ចុចលើនឹងមកនេះកន្លែងហ្នឹងអញ្ចឹងនេះដែលយើងបានទៅសេមិញហ្នឹងដាក់ deposit 700ហើយអញ្ចឹងអ្វីដែលនៅសល់គឺត្រូវការ upload តែ slip ដែលយើងបាន transfer មិញគឺរួចរាល់អញ្ចឹងយើងយកកន្លែង upload page slip ហ្នឹងមកវា load នេះមកនេះកន្លែងហ្នឹងអញ្ចឹងយើងចុចកន្លែងប៊ូតុងកណ្ដាលនេះដើម្បីធ្វើការដាក់ slip bank ដែលយើងបាន transfer ហើយចុចពាក្យ done តែរយៈពេលតែមួយបន្តិចទៀតប្រហែលនាទីក្រោយលុយហ្នឹងគឺចូលទៅកាន់ MT5 របស់យើងតែម្ដង